ផ្ដាំផ្ញើវីដេអូនេះទៅដល់កូនទាំងឡាយដែរណាប្រសិនបើមានលោកឪពុកអ្នកម្ដាយដែលគាត់ចូលចិត្តដាំដំណាំអីបែបអញ្ចឹងឬក៏គាត់ចូលចិត្តចការស្រែគាត់ចេះទៀមទាទៅចការទៅស្រែគុំខាត់គាត់តាមពិតដីនេះតែប្រហែលអាណាខ្ញុំវាយថាអត់ដល់10អាផងនៅក្នុងហ្នឹងមានដាំច្រើនដាំដូចជាកទួតក្រូចអីផ្សេងតែសិតតែពូជល្អទាំងអស់កទួតនេះបានផ្លែហើយឆ្នាំហ្នឹងតែបានផ្លែគ្រាន់គាត់បេះអស់ពីលក្ខណៈមួយវាកទួតជូរអែមឆ្ងាញ់ដល់អញ្ចឹងគេបេះជិតអស់ទៅនេះក្រូចមកមើលក្រូចតិចមើលក្រូចនេះឯងនិយាយថាជាក្រូចដ៏ឆ្ងាញ់បំផុតក្នុងចំណោមក្រូចដែលខ្ញុំធ្លាប់ហូបណា30ឆ្នាំជាងហើយអត់ដែលហូបក្រូចដែលឆ្ងាញ់បែបហ្នឹងទេបងប្អូននិយាយដល់ខ្លីទៅប្រសិនបើមានពូជច្រើនឬក៏ខ្ញុំអាចផ្សាយបានជាមួយខ្ញុំនឹងដាក់លក់ឲ្យបងប្អូនអាចភ្លក់បានធានាជូនថាបងប្អូនហូបក្រូចនេះហើយនឹងជាប់ចិត្តខ្លាំងមែនតើពូជនេះក៏ខ្ញុំមិនស្គាល់ឈ្មោះច្បាស់ឲ្យពូជនេះព្រោះបងស្រីគាត់ជាអ្នកដាំណាដាំបានប្រហែលដាំតែអត់មានច្រើនទេនៅទីនេះមានសាកេមានដាំទឹកដោះមានក្រូចមានតបែកមានអំពិលពីបេដាមហើយខ្ទមមួយតូចអញ្ចឹងយើងសាកមើលខ្ទមមួយតូចតែប្រហែលជាខ្ទង់3គុណ6ប៉ុណ្ណឹងគឺសមស្របសម្រាប់ការរស់នៅជាពិសេសលោកយាយលោកតាដែលគាត់មានអាយុរៀងច្រើនលោកពូអ្នកមីងអញ្ចឹងណាគាត់រៀងចាស់ទៅគាត់ត្រូវការកន្លែងមួយដែលសមគួរលក្ខណៈបន្លែផ្លែឈើផ្ដាំផ្ញើវីដេអូនេះទៅដល់កូនទាំងឡាយដែរណាប្រសិនបើមានលោកឪពុកអ្នកម្ដាយដែលគាត់ចូលចិត្តដាំដំណាំអីបែបអញ្ចឹងឬក៏គាត់ចូលចិត្តចការស្រែគាត់ចេះទៀមទាទៅចការទៅស្រែគុំខាត់គាត់ធម្មតាមនុស្សចាស់គាត់ធ្លាប់លើពាក្យមួយមនុស្សកាន់តែចាស់កាន់តែក្មេងអញ្ចឹងពេលណាដែលគាត់មានវ័យចាស់ជរាខ្លាំងទៅគាត់តែងតែដឹកទៅដល់ធម្មជាតិកន្លែងស្ងប់ស្ងាត់ហើយដល់យើងក្មេងយើងចូលចិត្តទៅកន្លែងកំសាន្តផ្សេងយកអត់ចូលចិត្តអញ្ចឹងអ្នកខ្លះអត់ចូលចិត្តដែរហើយឪពុកម្ដាយមកដាំអញ្ចឹងពេលខ្លះបន្ទោសឪពុកម្ដាយទៀតអត់ចូលចិត្តទៅណារហូតនេះសូម្បីតែខ្ញុំខ្ញុំធ្លាប់ឆ្លងកាត់អ្នកម្ដាយគាត់ចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមសត្វដាំកូនឈើអត់ពេញចិត្តទេកាលនោះអត់ពេញចិត្តតោះថាំងឲ្យគាត់ទៅវត្តបានហើយគាត់ទៅដើរលេងក្រៅប្រទេសទៅជាមួយបងស្រីគ្នាជាមួយបងស្រីជាមួយបងប្អូននេះតាំងចិត្តថាសុខចិត្តជូនគាត់មួយខែ2000ក៏បានដែរបងគាត់ថាឥឡូវលោកប្អូននេះចាត់ចែងទៅមួយខែគាត់ឲ្យ1000ឲ្យម៉ែឲ្យបងហែកគ្នាទៅមួយខែ2000ក៏បានឲ្យតែម៉ែឈប់ចិញ្ចឹមសត្វឈប់ដាំឈើពីមុនគិតអញ្ចឹងតែដល់គិតសពទៅយើងធ្វើអញ្ចឹងអត់ពេលខ្លះអត់ត្រឹមត្រូវបងប្អូនព្រោះសំខាន់ឲ្យគាត់សប្បាយចិត្តតែហាមតែមួយគឺចិញ្ចឹមសត្វតែបើដាំឈើដាំអីចេះទៅតាមតំណើរបស់គាត់ធ្វើអីធ្វើទៅឲ្យតែដាំឈើដាំកូនឈើកុំឲ្យតែចិញ្ចឹមសត្វចិញ្ចឹមជ្រូកចិញ្ចឹមមាន់ចិញ្ចឹមទាទៅបានហើយឥឡូវនេះខ្ញុំអត់មានអីវែងឆ្ងាយគ្រាន់តែចង់បង្ហាញបងប្អូនថាដីនេះប្រហែលជា10អាទេប៉ុន្តែដំណាំគ្រប់បែបយ៉ាងទាំងអស់ដំណាំមានក្រូចមានស្អំប្រហែលដើមនេះស្អំហ្នឹងគេឆាពងទាឆាអីឆ្ងាញ់ស្អំហើយមានល្មៀតមានបដេងមានជ័យអញ្ចឹងទៅអញ្ចឹងដីមិនបាច់ចាំធំពេកទេបើយើងស្រឡាញ់យើងលក្ខណៈមួយមិនមែនដាំលក់ណាគ្រាន់ដាំកំសាន្តដាំអីទៅតែប៉ុណ្្នឹងបានទេនេះហើយបងប្អូនរើសទីតាំងដីចំការក៏មិនមែនចេះតែរើដែរឧទាហរណ៍ថាលោកយាយលោកតាខ្លះគាត់ចង់ធ្វើចំការពេលដែលគាត់ចាស់ទៅហើយចង់ឲ្យចៅទៅលេងព្រោះបច្ចុប្បន្នហ្នឹងចៅបើសិនជាចង់ឲ្យទៅលេងយើងគេអត់ទៅទេបងប្អូនអញ្ចឹងតើតែមានអីមួយដើម្បីតាក់ចិត្តចៅព្រោះលោកយាយលោកតាខ្លះឯកោណាស្រុកខ្មែរយើងបច្ចុប្បន្នហ្នឹងមនុស្សកាន់តែចាស់កាន់តែឯកោព្រោះហេតុអីនឹកចៅនឹកអីឲ្យចៅទៅលេងគេអត់ទៅទេបើបងប្អូនមានតែអញ្ចឹងចៅវាទៅអូតូបងហើយមួយទៀតរកកន្លែងណាដែលពួកគាត់ទៅបានថតព្រោះមនុស្សបច្ចុប្បន្នហ្នឹងងប់ងល់ជាមួយនឹងការថតជាមួយនឹងហ្គេមជាមួយនឹងបច្ចេកវិទ្យាផ្សេងអ្នកខ្លះងប់ងល់ពេកអញ្ចឹងបើសិនជាកន្លែងណាដែលមានទីតាំងថតស្អាតណាទោះបីយើងមិនហៅក៏ពួកគាត់ទៅដែរអញ្ចឹងលោកយាយលោកតាពូមីងប្រយ័ត្នកន្លែងហ្នឹងរកទីតាំងដីកន្លែងណាជាប់ទឹកធ្លាក់ជាប់ភ្នំកន្លែងតំបន់ទេសចរកន្លែងមានសមុទ្រកន្លែងអីរកអញ្ចឹងណាហើយដាំដុះទាំងអស់ហ្នឹងពួកគាត់ទៅអូតូមួយឆ្នាំហើយណាក៏ទៅ2បេដងដែរអញ្ចឹងខ្ញុំប្រយ័ត្នជូនព្រោះខ្ញុំធ្លាប់ឆ្លងកាត់ពូមីងច្រើនដែលគាត់បានប្រាប់គាត់ស្រាយក្រោយអញ្ចឹងណាអ្នកខ្លះទាំងអូនណាបើដឹងអញ្ចឹងអ៊ីពូធ្វើចការតាំងតែបើនៅក្មេងដូចអូនឯងគាត់ថាមុនដំបូងចាំគាត់ចាស់ធ្វើចការហើយគាត់ហុកឲ្យនៅធ្វើអីកើតតែការទេអញ្ចឹងបងប្អូនអ្នកខ្លះចិត្តឲ្យទៅធ្វើចការមិនកើតអញ្ចឹងមានតែទិញស្រាប់មានតែពីរនឹងមានតែប៉ុណ្្នឹងទីតាំងនេះគឺនៅខាងឃុំជាតំស្រុករកខេត្តពោធិ៍សាត់នៅផ្លូវទៅច្រកល្អៀហ្នឹងអរគុណច្រើនប៉ុណ្្នឹងចុះ